cho bờ ban mau đổi nghỉ sửa bởi vì ban mau đổi nghỉ sửa chẳng chắc bách prang ấy mà prang nom tập bạ ប្រហែលថ្ងៃទៀតនឹងប្រឡង diploma បាទថ្នាក់ទី9ប្រឡងថ្នាក់ជាតិហើយថ្ងៃទី6នឹងឯងមកខែ7ចឹងថ្ងៃទី27ហើយបាទសល់ប្រហែលថ្ងៃទៀតទេការប្រឡងកើតឡើងហើយប៉ុន្តែប្រិមិត្តប្រិមិត្តមានគិតដូចខ្ញុំអត់ថាការប្រឡង diploma នាសម័យនេះវាស្ទើរតែ100%ក្នុងការជាប់បាទអញ្ចឹងក្រសួងគាត់មានគោលការណ៍មួយគឺបង្ការការបោះបង់ណាកុំឲ្យពួកគាត់នឹងបោះបង់ការរៀនសូត្រអញ្ចឹងរៀនបន្ធូរការប្រឡង diploma ប៉ុន្តែអានេះវាបានមួយយ៉ាងតែខ្ញុំគិតទេណាវាក៏ប៉ះពាល់មួយយ៉ាងទៅលើគុណភាពនៃវិស័យអប់រំរបស់យើងដែរវាត្បិតតែវាបានច្រើនភាគរយបានច្រើនមែនឬក៏ចំនួនសិស្សរបស់យើងបានចូលរៀនច្រើនមែនប៉ុន្តែគុណភាពរបស់សិស្សនីមួយៗបើប្រៀបនឹងនៅសម័យ8ជាងសម័យ9ជាងហ្នឹងគឺខុសគ្នាឆ្ងាយបាទខុសគ្នាឆ្ងាយកម្រិតនៃការរៀនគ្រប់យ៉ាងសិលធម៌គ្រប់យ៉ាងទាំងអស់គឺបើប្រៀបនឹងជំនាន់ហ្នឹងគឺចាញ់ខ្ញុំធ្លាប់បាននិយាយហើយប៉ុន្តែក៏ថាជាចិត្តរបស់ខ្ញុំបើបានទី5ឡើងមកសំទោសទី6ឡើងមកទី7អានឹងប្រឡងថ្នាក់ជាតិមកតង់ទៅដូចកាលមុនចឹងយើងហៅប្រឡងកងគួរពីដើមយើងមានប្រឡងទី5ឡើងទី6សម័យមុននោះបាទទី6ចូលអនុវិទ្យាល័យហើយបាទឥឡូវនេះទី7អញ្ចឹងបើមានការប្រឡងនៅបឋមសិក្សាពីទី6មកប្រឡងថ្នាក់ជាតិចូលទី7មកតង់អានឹងស្អាតម្សាយបាទមានថាគុណភាពវាបានល្អប្រសើរដល់គាត់ឡើងមកដល់ទី9ចង់ឡើងទី10ប្រឡងថ្នាក់ជាតិភាសាទៀតបាទអត់បាច់ប្រឡងរបៀបអញ្ចឹងទេណាបើប្រឡងរបៀបសាលានេះវាបានចំនួនច្រើនប៉ុន្តែគុណភាពដូចដឹងស្រាប់ហើយវាមិនសូវជាល្អប្រហែលទេបាទតែបាក់ឌុបមិននិយាយទេបាក់ឌុបដឹងតែល្អហើយអ្នកចេះគឺជាប់បាក់ឌុបបាទប៉ុន្តែបញ្ហាគឺមកពីខាងបឋមហើយនឹងពីអនុវិទ្យាល័យឡើងទៅវិទ្យាល័យនេះឯងបាទអញ្ចឹងបើអាចដូចកាលមុនពីទី6ប្រឡងឡើងមកទី7មកប្រឡងថ្នាក់ជាតិគឺធ្វើទូទាំងប្រទេសក្នុងពេលតែមួយរួមគ្នាដូចបាក់ឌុបអញ្ចឹងណាឲ្យតឹងឲ្យមានរបៀបរបបអញ្ចឹងអាហ្នឹងគឺខ្ញុំគិតថាពេលនោះសិស្សក្នុងគំនិតរបស់សិស្សក្នុងខ្លួនរបស់សិស្សគឺត្រូវតែមានវិន័យហើយព្រោះអ្នកឯងបើមិនចេះគឺអត់បានឡើងមកទេណាអញ្ចឹងកាលណាមានរបៀបរបបតឹងមនុស្សគឺបត់បែនមានវិន័យខំប្រឹងដើម្បីបានវាមកហើយចុះបើបានមកដោយងាយស្រួលបើវាបានមកដោយងាយស្រួលអញ្ចឹងចាំបាច់ប្រឹងអីបាទប្រឹងនាំតែពិបាកដើរទៅលេងមកទៅប្រឡងបានជាប់ខ្ញុំសំទោសខ្ញុំនិយាយនេះខ្ញុំគ្រូបរិញ្ញាបត្រដែរប៉ុន្តែគ្រាន់ថាមិនចង់ឲ្យគុណភាពនឹងវាធ្លាក់ចុះខ្លាំងពេកព្រោះយើងឡើងមកដល់លើគឺពិបាកនឹងកែណាបាទពិបាកកែមែនទេអ្នកខ្លះសិស្សខ្លះនោះគាត់ទី12ទៅហើយបូកលេខមិនដឹងត្រូវផងខ្ញុំនិយាយមែនសរសេរអក្សរខ្មែរយើងមិនចំជ្រុងផងតែឲ្យគាត់ទៅប្រឡងជាប់យ៉ាងម៉េចហើយគាត់ឡើងមកយ៉ាងម៉េចអានឹងដោយការយល់យោគនឹងឯងដោយការបទូថាឲ្យគាត់ទៅផុតទៅដើម្បីគាត់បានរៀនគេឯងអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមចិត្តថាបើសិនជាអាចមានការប្រឡងត្រឹម diploma ឲ្យតឹងតិចទៅបាទមិនបាច់ពីកងគួរមកទេប៉ុណ្្នឹងក៏ល្អមួយយ៉ាងដែរបាទអញ្ចឹងនេះជាយោបល់ខ្ញុំទេសូមអរគុណសូមជម្រាបលា